ហេតុការណ៍ក្តៅគគុកលទ្ធផលនៃបេសកកម្មការទូត11ថ្ងៃនិងការពិតនៅព្រំដែនកម្ពុជាថៃសូមស្វាគមន៍មកកាន់ Channel HS Infotech ប្រិយមិត្តពុកម៉ែបងប្អូនជាទីគោរពរាប់អានថ្ងៃនេះយើងមកបន្តធ្វើបច្ចុប្បន្នភាពសង្ខេបខ្លឹមសារសំខាន់គោរពជម្រាបជូនលោកអ្នកបាទជាសំណួរដែលមហាជនកំពុងអន្ទះសារចង់ដឹងខ្លាំងបំផុតនោះគឺក្រោយដំណើរទស្សនកិច្ចការទូតជាន់ខ្ពស់របស់សម្ដេចតាប្រទេសហ៊ុនម៉ាណែតរយៈពេល11ថ្ងៃថាតើអ្វីទៅជាលទ្ធផលសំខាន់នៃបេសកកម្មការទូតចាប់ពីថ្ងៃទី15ដល់ថ្ងៃទី26ខែកុម្ភៈនេះបាទជាការពិតណាស់ដូចដែលខ្ញុំជម្រាបជូនលោកអ្នកដោយដែលលោកអ្នកបានជ្រាបគឺសម្ដេចតាប្រទេសលោកធ្វើដំណើរទៅកាន់3ប្រទេសទៅកាន់រាជធានី Washington សហរដ្ឋអាមេរិកដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរបស់លោក Donald Trump ទៅកាន់ប្រទេស Swiss ទៅកាន់ប្រទេស Belgium ដើម្បីបំពេញការងារជាបន្តបាទក៏ប៉ុន្តែអ្វីដែលធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍ខ្លាំងធ្វើឲ្យប្រជាជនកម្ពុជាចាប់អារម្មណ៍ខ្លាំងបាទគឺពាក់ព័ន្ធទៅនឹងការផ្ដល់កិច្ចសម្ភាររបស់សម្ដេចតាបតីទៅកាន់ស្ថាប័នសារព័ត៌មានសំខាន់ល្បីៗចំនួន3បាទគឺសារព័ត៌មាន Reuters កាលពីថ្ងៃទី15ពីសារព័ត៌មាន Fox News កាលពីថ្ងៃទី19សារព័ត៌មាន AFP របស់បារាំងបាទកាលពីថ្ងៃទី25កន្លងទៅនៅក្នុងកិច្ចសម្ភារទាំង3ស្ថាប័ននេះសម្ដេចគឺបានបញ្ជាក់អំពីបច្ចុប្បន្នភាពអំពីទិដ្ឋភាពជាក់ស្ដែងនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃចំនួនដែលថៃកំពុងតែឈរជើងទាំងខុសច្បាប់នៅលើទឹកដីកម្ពុជាចូលជ្រៅនៅលើទឹកដីកម្ពុជាតាមរយៈកិច្ចសម្ភារនេះកម្ពុជាបង្ហាញចំហបង្ហាញឆន្ទៈចង់ដោះស្រាយបញ្ហាចំនួនជាមួយភាគីថៃដោយអនុលោមគោរពទៅតាមច្បាប់អន្តរជាតិគោរពទៅលើអ្វីដែលជាកិច្ចអន្តរាគមន៍របស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបាទនេះគឺជាឆន្ទៈរបស់កម្ពុជាដែលបង្ហាញទៅកាន់ពិភពលោកឲ្យបានដឹងដែលកំពុងតែមានភាពស្រពេចស្រពិលតាក់ទងទៅនឹងចំនួនព្រំដែនរវាងកម្ពុជានិងថៃនេះបាទដូច្នេះលទ្ធផលផ្លែផ្កាយើងអាចនិយាយបានថាល្អប្រសើរខ្លាំងមែនទែនបាទពុកម៉ែបងប្អូនប្រិយមិត្តការផ្ដល់បទសម្ភាសន៍ជូនសារព័ត៌មានល្បីៗទាំង3នេះគឺជាការបង្ហាញនៅការពិតទៅកាន់ពិភពលោកថៃបំពេញកម្ពុជាក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី22ខែធ្នូ2025ក៏ដូចជាក្រោយកិច្ចព្រមព្រៀងសន្តិភាពរបស់លោក Donald Trump កាលពីពេលកន្លងទៅនេះมันបានធ្វើឲ្យស្ថានភាពនៅតាមបន្ទាត់ព្រំដែនមានភាពធូរស្បើយឬក៏បន្ធូរបន្ថយភាពតានតឹងនោះទេផ្ទុយទៅវិញវានៅតែជារឿងថយស្រួយនៅតាមបន្ទាត់ព្រំដែនដែលអាចផ្ទុះសង្គ្រាមជាលើកទី3បាននៅពើណាក៏ថាបាននេះក៏ដោយសារតែបាតុភិបនៅតាមបន្ទាត់ព្រំដែននាពេលនេះដោយដែលយើងឃើញហើយបាទគឺថៃព្យាយាមបង្កើតបាតុភិបមួយពីរជាបន្តបន្ទាប់នៅតាមព្រំដែនបង្កើតលេសចោតមកលើកម្ពុជាជាបន្តបន្ទាប់ថាទាំងនោះជាចេតនាបែបណាបាទបងប្អូនយើងឃើញហើយថារដ្ឋមន្ត្រីការបរទេសថៃលោកសីហាសាក់គឺបានទៅដល់ទឹកដីបារាំងផ្ដល់កិច្ចសម្ភារឲ្យសារព័ត៌មានបារាំងដោយបកស្រាយដោយលាបពណ៌មកកាន់កម្ពុជាព្យាយាមកុហកទៅកាន់សហគមន៍អន្តរជាតិបាទកុហកទៅកាន់សារព័ត៌មានបារាំងក៏ប៉ុន្តែកាន់តែកុហកគឺកាន់តែបង្ហាញការពិតថាថៃគឺកំពុងតែកុហកថៃគឺកំពុងតែរកលេសថៃគឺកំពុងតែឈ្លានពានកម្ពុជាពិតប្រាកដមែនដូច្នេះការទូងស្គរនៅសកម្មភាពការទូតកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំកម្ពុជាមិនថាសម្ដេចបវរធិបតីហ៊ុនម៉ាណែតមិនថារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាឯកឧត្តមប្រាក់សុខុនដែលលោកចូលរួមនៅក្នុងកិច្ចប្រជុំសំខាន់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិជាដើមគឺសុទ្ធតែជាការបង្ហាញនូវទិដ្ឋភាពជាក់ស្ដែងនៅរឿងពិតជាក់ស្ដែងពីការឈ្លានពានរបស់ថៃមកលើកម្ពុជាបង្ហាញទៅកាន់សហគមន៍អន្តរជាតិទាំងអស់ហើយក៏ស្របពេលដែលក្រុមអនុព័ន្ធយោធាក្រុមអ្នកសង្កេតការអាស៊ាន AOT គឺកំពុងតែធ្វើការងារយ៉ាងសកម្មតាមរយៈការចូលទៅពិនិត្យដល់ទីតាំងជាក់ស្ដែងបាទដែលកើតមានសង្គ្រាមរយៈពេល21ថ្ងៃដើម្បីកសាងនៅផុសតាងកសាងនៅសំណុំរឿងទាំងឡាយជាមូលដ្ឋានដើម្បីស្វែងរកការដោះស្រាយបញ្ហាវិវាទរវាងកម្ពុជានិងថៃនេះអ្វីដែលយើងឮនៅក្នុងបណ្ដាញសង្គមបានឃើញនៅក្នុងបណ្ដាញសង្គមដែលបានផ្សាយថានាពេលនេះប្រធានអាស៊ាន AOT របស់ហ្វីលីពីនគឺចាប់ផ្ដើមប្រើវិធានការក្តីបាទការប្រើវិធានការពិសេសទៅលើយោធាថៃទៅលើប្រទេសថៃដោយស្នើឲ្យមានការបើកនៅបន្លាលោះឲ្យបើកនៅកុងទីន័របាទដើម្បីឲ្យក្រុម AOT ចុះទៅពិនិត្យមើលទីតាំងជាក់ស្ដែង
ដែលថៃបានឈ្លានពានឈរជើងខុសច្បាប់នៅលើដីរបស់កម្ពុជាបាទដូច្នេះយើងនឹងចាំមើលថាតើថៃនឹងមានប្រតិកម្មបែបណាថាតើថៃនឹងយល់ព្រមទេបាទទៅលើការស្នើឡើងរបស់ក្រុមអ្នកសង្កេតការអាស៊ាន AOT ដែលមានហ្វីលីពីនជាប្រធាននៅក្នុងឆ្នាំ2026នេះពិតហើយថាយើងមើលឃើញថាហ្វីលីពីនគឺចាប់ផ្ដើមបង្ហាញនៅចំហរក្សាបទឈប់បាញ់ឲ្យរឹងមាំបាទដោយសារតែបទឈប់បាញ់មានភាពផុយស្រួយនាពេលបច្ចុប្បន្នដែលយើងមើលឃើញថាងាយនឹងប្រឈមមុខដែលកើតមានឡើងនៅសង្គ្រាមជាលើកទី3ជាមួយនឹងភាគីថៃដូច្នេះហ្វីលីពីនក៏បានបដិញ្ញាដែរថានឹងរក្សាបទឈប់បាញ់នេះឲ្យរឹងមាំបន្ថែមដោយសារតែកំពុងផុយស្រួយបែបនេះបន្ថែមពីនេះដែរហ្វីលីពីននឹងដើរតួនាទីសំខាន់ក្នុងការសង្កេតពិនិត្យជាក់ស្ដែងនៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជានិងថៃនេះតែម្ដងដូច្នេះយន្តការអាស៊ានក៏ជាយន្តការមួយដ៏មានសារៈសំខាន់ដោយដែលក្រុងធ្លាប់ជម្រាបជូនលោកអ្នកទៅលើយន្តការ3គឺយន្តការអាស៊ាននេះជាយន្តការសំខាន់ទី1យន្តការទី2គឺយន្តការច្បាប់អន្តរជាតិដែលយើងកំពុងតែធ្វើនិងបន្តធ្វើនាពេលនេះនិងទី3គឺយន្តការក្រមប្រឹក្សាសន្តិភាពរបស់ Donald Trump ដែលកម្ពុជាបានឈានជើងចូលរួមនៅក្នុងកិច្ចប្រជុំកាលពីពេលថ្មីកន្លងទៅនេះយន្តការទាំង3នេះគឺសុទ្ធតែជាយន្តការដែលនឹងផ្ដល់យុត្តិធម៌ឲ្យកម្ពុជាដែលជាប្រៀបរបស់កម្ពុជាលើសពីនេះយើងក៏បានឮដែរបាទថាបារាំងក្រមរដ្ឋបាលរបស់លោកអេម៉ាញូអែលម៉ាក្រុងក៏បានសន្យាដែរថានឹងផ្ដល់រាល់ឯកសារទាំងឡាយឲ្យកម្ពុជាពាក់ព័ន្ធទៅនឹងឯកសារជាច្បាប់អន្តរជាតិប្រវត្តិសាស្ត្រដើម្បីធ្វើជាមូលដ្ឋានឲ្យកម្ពុជានិងថៃអាចដោះស្រាយបញ្ហានៅតាមបន្ទាត់ព្រំដែនដោយអនុលោមទៅតាមច្បាប់អន្តរជាតិបានបាទដូច្នេះយន្តការទាំងអស់ដែលខ្ញុំរៀបរាប់គោរពជម្រាបជូនលោកអ្នកខាងលើនេះគឺសុទ្ធតែជាផ្លែផ្កាសកម្មភាពការទូតរបស់ថ្នាក់ដឹកនាំកម្ពុជាដែលលោកចេញប្រយុទ្ធបាទដែលលោកបន្តធ្វើជាហូហាជាស្មារតីស្នេហាជាតិជាស្មារតីដែលតម្កល់ឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិយើងនោះឯងហើយក្នុងនាមយើងជាប្រជាពលរដ្ឋគឺមានតែការគ្រប់គ្រងនៅសកម្មភាពការទូតរបស់ថ្នាក់ដឹកនាំយើងបាទការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំយើងតាមរយៈការរួមគ្នាចែករំលែកនៅសាររបស់សម្ដេចអធិបតីការរួមគ្នាបញ្ចេញនៅទស្សនៈយោបល់កោតសរសើរគោរពចំពោះបេសកកម្មការទូតរបស់សម្ដេចរយៈពេល11ថ្ងៃនេះបង្ហាញការពិតទៅលើឆាកអន្តរជាតិបាទក៏ប៉ុន្តែការបង្ហាញការពិតនេះក៏នៅតែមានបងប្អូនមួយចំនួនបាទលោកបង្ហាញភាពបាក់ស្បាតរបស់ខ្លួនដោយលើកឡើងថាមិនគួរក្ដួងក្ដាំងបាទមិនគួរក្ដួងក្ដាំងវាយប្រហារទៅលើថៃខ្លាំងពេកនោះទេខ្លាចថៃអាចវាយកម្ពុជាយើងជាលើកទី3ក៏ប៉ុន្តែយើងសួរថាតើកម្ពុជាគួរតែកំសាកតើកម្ពុជាគួរតែខ្លាចសូម្បីតែការស្វែងរកយុត្តិធម៌ឲ្យខ្លួនឯងស្វែងរកការដោះស្រាយទៅតាមអហិង្សាវិធីដែរឬទេបាទគឺមិនមែនទេនេះគឺជាជំរើសដ៏ត្រឹមត្រូវដែលយើងប្រើសកម្មភាពការទូតទាងថៃឲ្យដោះស្រាយបញ្ហាទៅតាមច្បាប់អន្តរជាតិមិនមែនដោះស្រាយតាមរយៈទ្វេភាគីដែលថៃនៅតែបន្តប្រើល្បិចកិច្ចកលទាំងឡាយជាមួយនឹងកម្ពុជានោះទេបាទថៃខ្លាចការពិតក៏ប៉ុន្តែកម្ពុជាព្យាយាមបង្ហាញការពិតទៅកាន់ពិភពលោកពាក់ព័ន្ធទៅនឹងចំនួនមួយនេះជាក់ស្ដែងយើងបានឃើញហើយថាលោកសីហាសាក់ព្យាយាមកុហកបន្តទៅកាន់អង្គការអន្តរជាតិទាំងឡាយទៅកាន់សហគមន៍អន្តរជាតិហើយលើកឡើងថាកម្ពុជាបានយកប្រាសាទព្រះវិហារទីតាំងប្រាសាទព្រះវិហារជាទីតាំងយោធាក្នុងការវាយប្រហារជាមួយភាគីថៃជាដើមទើបធ្វើឲ្យថៃវាយប្រហារខ្ទេចទៅនឹងប្រាសាទព្រះវិហារបែបនេះក៏ប៉ុន្តែក៏ត្រូវបានកម្ពុជាចេញបដិសេធកម្ពុជាបានឆ្លើយតបមិនមែនជាលើកទី1ទេបាទកម្ពុជាបានលើកឡើងជារឿយៗថាមិនបានប្រើប្រាស់នៅទីតាំងប្រាសាទព្រះវិហារដើម្បីធ្វើជាទីតាំងយោធានោះឡើយបាទគឺបានបញ្ជាក់ច្បាស់ណាស់ពាក់ព័ន្ធទៅនឹងការចោទម្ដងហើយម្ដងទៀតរបស់ភាគីថៃនៅលើឆាកអន្តរជាតិគឺលោកសីហាសាក់នេះបាទដូច្នេះខ្ញុំមានតែបន្តរងចាំមើលទេបាទខ្ញុំមានតែបន្តរងចាំមើលជាមួយនឹងពុកម៉ែបងប្អូនតាក់ទងទៅនឹងស្ថានភាពវិវត្តប្រែប្រួលជាបន្តទៀតថាតើលោកសីហាសាក់នឹងបន្តភូតកុហកទៅកាន់សហគមន៍អន្តរជាតិបែបណាបាទហើយក្រោយពេលដែលសម្ដេចអធិបតីបំពេញបេសកកម្មការងារបង្ហាញការពិតរយៈពេល11ថ្ងៃនេះសហគមន៍អន្តរជាតិនឹងប្រតិកម្មបែបណាបន្ថែមហើយភាគីថៃបាទនឹងយល់ព្រមទៅតាមសំណើរបស់កម្ពុជាដែលស្នើឡើងឲ្យថៃបញ្ជូនក្រុមបច្ចេកទេសបាទវាស់វែងបោះបោព្រំដែនរបស់ខ្លួនទៅតាមយន្តការ JBC ដែរឬយ៉ាងណាបាទដូច្នេះខ្ញុំនឹងបន្តតាមដាននិងបន្តធ្វើបច្ចុប្បន្នភាពគ្រប់ជម្រាបជូនលោកអ្នកបាទសូមអរគុណ
ជាចុងក្រោយដើម្បីកុំឲ្យរំលងនៅព័ត៌មានជាតិនិងអន្តរជាតិក្តៅៗបន្តទៀតសូមបងប្អូនកុំភ្លេចចុច Subscribe Channel HS Infotech និងដាក់សញ្ញាកណ្ដឹងទាំងអស់គ្នាដើម្បីទទួលបានព័ត៌មានរហ័សទាន់ចិត្តមុនគេ